តោះ Hello សួស្តីបងប្អូនទាំងអស់គ្នាបងប្អូនថ្ងៃនេះមកផ្លាយចម្លែកអារម្មណ៍បងប្អូនធ្លាប់តែឃើញខ្ញុំកាត់តជាមួយនឹងផលិតផលអាហារបំពន់សម្បកគីឡូអីអញ្ចឹងណាហើយនឹងលេងតាមបទចម្រៀងអីកំ pl អញ្ចឹងតែថ្ងៃនេះគឺខ្ញុំចង់មកថតកម្មវិធីដែលខាងសាលាកូនខ្ញុំខាងកូនខ្ញុំទី2មីស័យហ្នឹងគឺគេមានប្រូក្រាមគេមានកម្មវិធីដែលទៅកាយលៀសយើងហៅថាលៀសណាបងលៀសសមុទ្រណាអញ្ចឹងគឺគេទៅមើលតាមអាកាសធាតុហើយនឹងមើលតាមអូតូនិយមរបស់គេគឺក្នុងថ្ងៃដែលយើងទៅហ្នឹងគឺពេលព្រឹកម៉ោង8គេឲ្យយើងចេញពីផ្ទះទៅដោយសារតែសាលាកូនខ្ញុំហ្នឹងសិស្សច្រើនអញ្ចឹងគឺគេអត់មានឡានឲ្យយើងទៅទេគេឲ្យយើងបើកឡានទៅដោយខ្លួនឯងហើយចំថ្ងៃហ្នឹងបងថ្លៃខ្ញុំក៏គាត់ថាមិនបាច់បើកឡានទៅខ្លួនឯងទេចាំគាត់បើកជូនទៅដោយសារតែមេឃមានរៀងភ្លៀងផងហើយគាត់ក៏មានពេលតនេដែរអញ្ចឹងណាគាត់អត់ជាប់បរិញ្ញាសិស្សទេបងថ្លៃខ្ញុំក៏គាត់ធ្វើគ្រូបរិញ្ញាអញ្ចឹងក៏បងថ្លៃខ្ញុំគាត់បើកឡានជូនទៅហើយនៅពេលគណៈពេលដែលយើងបើកឡានជូនទៅបងថ្លៃខ្ញុំបើកឡានទៅហ្នឹងគឺជួបជាមួយនឹងឡានសិស្សសាលាកូនខ្ញុំហ្នឹងតាមផ្លូវផងដែរដែលមានតាគ្រូឲ្យជិះឡានក្រុងហ្នឹងណាចាំខ្ញុំបើកសលេងកន្លែងនេះដោយសារតែយើងទៅជែកគ្នានៅក្នុងឡាននោះដៃខ្វាញ់ខ្វាត់បងថ្លៃខ្ញុំឥឡូវនេះបានមកដល់ហើយខ្ញុំថតកម្មវិធីគឺយើងកាត់ខ្លះៗអញ្ចឹងណាហើយកូនខ្ញុំគឺគាត់ចូលចិត្តមែនតើចូលចិត្តជាមួយនឹងមិត្តភ័ក្តិគេម្នាក់ហ្នឹងណាគឺចូលចិត្តលេងស្និទ្ធជាមួយគ្នាសូម្បីតែគ្រូក៏គាត់ខលមកប្រាប់ដែរថាចូលចិត្តលេងស្និទ្ធជាមួយគ្នាខ្លាំងហើយដោយសារម្ដាយមិត្តភ័ក្តិកូនខ្ញុំហ្នឹងគឺគាត់ជនជាតិវៀតណាមហើយគាត់ក៏រាប់អានជាមួយខ្ញុំដែរអញ្ចឹងហើយហ្នឹងហើយបងមើលសកម្មភាពទាំងអស់គ្នាអញ្ចឹងដល់ពេលដែលយើងទៅដល់ហើយគេឲ្យយើងផ្លាស់ប្ដូរសម្លៀកបំពាក់រៀបចំដោយសារតែខ្ញុំអត់បានយកស្បែកជើងខ្ញុំភ្លេចអត់បានយកស្បែកជើងកវែងឬក៏ស្បែកជើងពាក់ដែលត្រូវទឹកបានត្រូវផុកបានអញ្ចឹងណាអញ្ចឹងយើងពាក់បែកជើងប៉ាតាអញ្ចឹងគេតម្រូវឲ្យយើងដោះបែកជើងចេញកុំឲ្យប្រឡាក់ពាក់តែស្រោមជើងទៅបានហើយតបមកគឺគេមានឡានដឹកហ្នឹងឡានគេហៅថាឡានដឹកហ្នឹងយើងអត់ដឹងថាឡានអីទេបងខ្មែរយើងគេហៅថាឡានធុងដឹកអញ្ចឹងណាគេឲ្យយើងជិះទៅគេមានកៅអីមានអីអញ្ចឹងគេជិះហើយគេដឹកពីបេនរបស់គេហ្នឹងទៅដល់មាត់សមុទ្រហើយទៅដល់មាត់សមុទ្រហ្នឹងហើយពេលដែលទឹកនាចហ្នឹងគឺវាស្រកទៅឆ្ងាយអញ្ចឹងគេត្រូវបើកឡានចូលក្នុងខ្សាច់ទឹកនាចហ្នឹងចូលទៅដល់ក្នុងរៀងជ្រៅដែរណាបានគេឲ្យយើងចុះពីឡានហ្នឹងទៅកាយជាមួយនឹងលៀសហ្នឹងអញ្ចឹងណាបងមានឆ្ងល់ថាកូនស្រីខ្ញុំហេតុអីបានវាអត់ជិះមួយខ្ញុំវាទៅតាមមិត្តភ័ក្តិគេហើយទៅចិត្តជាមួយនឹងម៉ាក់មិត្តភ័ក្តិគេគឺគេចូលចិត្តគ្នាមែនតើហើយម៉ាក់មិត្តភ័ក្តិគេហ្នឹងគឺត្រូវជាជនជាតិវៀតណាមដែលស្គាល់គ្នារាប់អានគ្នាជាមួយខ្ញុំដែរអញ្ចឹងណាអញ្ចឹងទៅដូចថាគេមានទំនុកចិត្តស្និទ្ធទាំងម៉ាក់ទាំងអីអញ្ចឹងណាគឺអត់មាននេះតែម្ដងចាតោះឥឡូវយើងមកតជាមួយនឹងសកម្មភាពយើងវិញហើយសកម្មភាពនេះគឺលើកទី1សម្រាប់ខ្ញុំមែនតើជាទូទៅខ្ញុំធ្លាប់តែកាយលៀសដែរប៉ុន្តែយើងទៅលក្ខណៈយើងទៅលេងឆ្នេរសមុទ្រមាត់សមុទ្រអញ្ចឹងចាំពេលណាដែលទឹកនាអញ្ចឹងទៅគឺយើងកាយទៅគឺវាមានហើយប៉ុន្តែគ្រាន់ថាវាអត់សម្បូរដូចកន្លែងគេកាយនេះទេដោយសារតែហេតុអីគឺកន្លែងនេះគឺគេសម្រាប់កន្លែងគេកាយគេធ្វើនេសាទណាបងកន្លែងហ្នឹងគឺគេតម្រូវថាអ្នកនេសាទហ្នឹងគឺគេមកកាយពីហ្នឹងយកទៅលក់ចែកចាយឲ្យខាងទីផ្សារខាងអីអញ្ចឹងណារបៀបអញ្ចឹងគឺវាច្រើនអញ្ចឹងអត់ដូចខ្ញុំទៅរាល់ដងខ្ញុំកាយតាមឆ្នេរសមុទ្រតាមអីពេលដែលយើងទៅដល់ចាំពេលទឹកស្រកអញ្ចឹងយើងកាយលេងធម្មតាអញ្ចឹងណាក៏បានដែរប៉ុន្តែវាអត់ច្រើនហើយកន្លែងនេះវិញបងណាគឺយើងបានមកដល់ហើយបង最近呢，把你查吧，现在开机，开机开吧，开机，加开机，把你查吧。哇បងមើលសកម្មភាពហ្នឹងមកពេលដែលយើងបើកឡាននឹងចុះមកវាឆ្ងាយដែរពីមាត់ឆ្នេរពីលើមកណាព្រោះទឹកនាចវាចូលចង់ទៅដល់ឡើងគៀកកោះនេះដែរជ្រៅមែនតើអានោះបើយើងនិយាយពីទឹកអត់ស្រស់បងអញ្ចឹងនៅពេលដែលទឹកនាចនេះមកគឺយើងដើរចូលមកខ្ញុំគិតថាកន្លែងនោះគេមានមនុស្សច្រើនណាស់អញ្ចឹងយើងមកកាយកន្លែងនេះមកដែលអត់សូវមានមនុស្សច្រើនអញ្ចឹងវាមានតែយើងអញ្ចឹងស្រួលយើងថតវីដេអូយើងនិយាយលេងអីអញ្ចឹងទៅវាអត់ប៉ះពាល់ដល់អារម្មណ៍គេនៅស្រុកនេះយើងធ្វើអីគឺយើងគិតពីអ្នកដតីជុំវិញខ្លួនច្រើនអញ្ចឹងណាបងអូខេ把你查吧，眼睛现在。啊，呀，你不走，不过呀。哦，中还不到爸爸。哎，那的。កន្លែងនេះសបោមែនតើសម្រាប់កូនខ្ញុំដល់ទៅពេលវាកាយទៅវាអត់ចាញ់វាធ្វើមុខឡើងឆ្ងល់ធ្វើមុខឡើងភ្លើហ្មងវាសួរថាថៃបានអត់មានហើយបងឃើញថង់ពណ៌ក្រហមហ្នឹងថង់ពណ៌ក្រហមហ្នឹងគឺតម្រូវគេឲ្យយើងទៅដល់គេអត់មានឲ្យយើងយកធុងយកអីទៅទេគឺគេឲ្យយើងចែកថង់ហ្នឹងយើងម្នាក់មួយហើយក្នុងថង់ហ្នឹងដូចជាវាអត់លើសពី2គីឡូទេតាមខ្ញុំគិតណាក្នុងចន្លោះពី1គីឡូជាងទៅ2គីឡូអីហ្នឹងគឺគេតម្រូវក្នុងម្នាក់អាចកាយបានតែមួយស្បោងរបស់គេហ្នឹងទេហើយជាទូទៅដូចជាគេទៅកាយធម្មតាបើយើងចង់ទៅកាយក្នុងមនុស្សធំម្នាក់12000កូនក្មេងតាមអាយុអញ្ចឹងណាអាយុ10ឆ្នាំជាង18000 6000អីចឹងទៅតាមអាយុតាមក្មេងអញ្ចឹងណាប៉ុន្តែគេឲ្យមួយស្បោងនឹងដូចគ្នាហើយសម្រាប់ខ្ញុំទៅនេះគឺកូនខ្ញុំគឺអត់អស់លុយទេប៉ុន្តែសម្រាប់យើងមនុស្សចាស់គេឲ្យបង់លុយម្នាក់10000ហើយបងគឺយើងកាយយកបានច្រើនមែនតើគឺសុបាយក្នុងការកាយអាលក្ខណៈចង់ថាចង់បានយកម្ហូបវាមិនសូវឯវាមធ្យមឯងុំគឺយើងកាយលេងទៅវាសុបាយមែនតើវាប្លែកអារម្មណ៍ហើយគឺសម្រាប់យើងជនជាតិខ្មែរគឺយើងអត់ដែលមានទេអាកម្មវិធីចឹងហើយអាការកាយចឹងពេលដែលយើងមកដល់នេះគឺយើងមានអារម្មណ៍ថាទទួលអារម្មណ៍ប្លែកហើយចំណង់ចំណូលចិត្តយើងក៏វាចូលចិត្តទៅខាងនឹងអញ្ចឹងណា
ណាបងចូលចិត្តអ្វីដែលថ្មីប្លែកហើយវាសប្បាយហើយគឺយើងបានដូចថាលេងជាមួយកូនលេងអីអញ្ចឹងណាគឺខ្ញុំចូលចិត្តបែបចឹងហើយដីកន្លែងហ្នឹងគឺទៅសោះខ្លាំងមែនតើវាអត់តាន់ដូចកន្លែងយើងកាយហើយកាយបងណាវាអត់ពិបាកទេសឹងថាយើងអត់មានណាកវ៉ាកាយហ្នឹងគ្រាន់តែយកដៃកាយខ្វេះមកក៏ចាញ់ដែរហើយច្រើនណាក្នុងណាកវ៉ាកាយហ្នឹងមក4 5គ្រាប់មក4 5គ្រាប់វាអត់ពិបាកហ្មងហ្នឹងហើយបងមើលតាមការជាក់ស្ដែងក្នុងហ្នឹងហើយសប្បាយមែនតើហើយបងខ្លាញ់ខ្ញុំគាត់ថាអើយគាត់អត់ចេះគាត់ខ្ជិលកាយគាត់នៅលើវិញតែខ្ញុំមកជាមួយនឹងកូនស្រីតែកូនស្រីខ្ញុំអើយអត់មានជាសាច់កាយទេជក់លេងជាមួយនឹងមិត្តភ័ក្តិហើយបងឃើញភាពជាក់ស្ដែងគឺពេលដែលយើងជិះឡានឡានគេដឹកនឹងចុះមករាវហ្នឹងគឺកូនខ្ញុំគេអត់តាមខ្ញុំទេគេតាមមិត្តភ័ក្តិគេទៅជាមួយនឹងលេងជាមួយនឹងតោងជាប់ជាមួយនឹងម៉ាក់មិត្តភ័ក្តិគេនោះគេចោលខ្ញុំតែម្ដងហើយខ្ញុំកាយម្នាក់ឯងកូនខ្ញុំគឺអត់បានជាសាច់កាប់អីទេគឺរត់ចោលខ្ញុំរហូត그쵸? 많이 잡아요.តាមបងមើលតាមភាពជាក់ស្ដែងអញ្ចឹងគឺខ្ញុំចង់បង្ហាញពីសកម្មភាពលាវងារគេថាលាវរាណាបងរាវលះនិយាយអត់ត្រូវតាបងមើលសកម្មភាពហ្នឹងពីដើមដល់ចុងចាប់វាអាចទទួលបានកន្លែងគេហៅថាខ្លាំងហំទទួលបានបទពិសោធន៍ថ្មីហើយចម្លែកអារម្មណ៍អូយច្រើនមែនតើបងណាខ្វះកសបាយក្នុងការរាវគឺសប្បាយមែនតើបងណាដែលគាត់បើសម្រាប់ខ្ញុំគឺខ្ញុំចូលចិត្តបែបអញ្ចឹងវាទទួលបានអារម្មណ៍ថ្មីប្លែកហើយយើងទទួលបានបទពិសោធន៍ថ្មីទៅគឺចូលចិត្តមែនតើគឺចូលចិត្តបើអ្នកខ្លះគេអត់ចូលចិត្តទេដោយសារតែវាកខិចប្រឡាក់ប្រឡូកអីចឹងទៅគេចូលចិត្តបែបស្អាតអីចឹងណាខ្ញុំអត់ទេទម្លាប់ខ្ញុំគ្រូសាខ្ញុំគឺបែបហ្នឹងកូនខ្ញុំវាចង់និយាយថាវាអត់មានជួយកាយយើងទេអូគេណាវត្តតាអូខេយកទៅនេះ왔어. 지금 하나도 모아줘. អញ្ចឹងសរុបទៅពីស្បោងដែលគេឲ្យហ្នឹងគឺខ្ញុំកាយម្នាក់ឯងសុទ្ធកូនខ្ញុំគឺគេបានតែសំដែងទេគេលេងដីលេងផុកលេងទឹកណានោះឆ្កយកូនខ្ញុំវាចង់និយាយថាវាអត់មានជួយកាយយើងទេអញ្ចឹងបងនេះគឺជាសកម្មភាពហើយកាមេរ៉ាខ្ញុំហ្នឹងវាថតវាតាំងវាអាប់ដេតមកវាថតវាអត់សូវចាប់ជាប់ភ្លាមអញ្ចឹងណាវាអីសម្រាប់គេអូឆ្ងាញ់ខ្ញុំបងហើយសម្រាប់ខ្ញុំកាយទៅខ្ញុំឃើញអាមួយនេះវាប្លែកខុសគេមកមួយប៉ុន្តែអាហ្នឹងសាច់វាណែនសាច់ធំហើយឆ្ងាញ់ហើយបើសិនជាគេលក់នៅលើទីផ្សារអាហ្នឹងវារៀងថ្លៃជាងគេអាម៉ូតមួយដែរខ្ញុំកាយបានហ្នឹងណាយកណាសាយយកណាសាយ혜진아! 안혜진! 일로와! 엄마 도와줘! ហើយនៅពួកខ្ញុំនេះចូលមកពីឡាអញ្ចឹងឥឡូវយើងកាយហើយយើងរៀបចំខ្លួនទៅកូនខ្ញុំមកហៅអ៊ំម៉ាទៅផ្ទះទៅវិញហើយនេះកន្លែងនេះគឺគេសប្បាយខ្លាំងមែនតើជាមួយខ្ញុំដាក់សំឡេងណាបង다 끝났어요. 그래 왜 그래? 왜 그래? 다 끝났죠?តែឥឡូវយើងមកដល់កន្លែងនេះវិញហើយកន្លែងនេះគឺពេលដែលយើងហើបានហើយយើងជិះអាឡានហ្នឹងគេដឹកយើងឡើងមកកន្លែងបេនរបស់គេវិញគឺគេមានទឹកសមុទ្រមួយអាងសម្រាប់ឲ្យយើងលាងជាមួយនឹងងាវលះដែលយើងរើបានហ្នឹងយើងលាងពីព្រោះតែកាលណាយើងលាងទឹកសាបអត់កើតទេវាងាប់អញ្ចឹងគឺគេយើងថាយើងត្រូវលាងជាមួយនឹងទឹកសមុទ្រហ្នឹងលាងឲ្យស្អាតហើយយើងដាក់ជាមួយនឹងធុងហ្នឹងយើងដាក់ទឹកសមុទ្រចូលក្នុងធុងហ្នឹងដើម្បីឲ្យវាខ្ជាក់ដីទុកវាចោលមួយយប់ពីរយប់អញ្ចឹងណាដើម្បីឲ្យវាខ្ជាក់ដីខ្ជាក់ខ្សាច់ហ្នឹងចេញមកអស់បើមិនអញ្ចឹងទេយើងយកទៅធ្វើអីហូបអត់បានទេវាសិតតែដីនៅក្នុងសាច់របស់វាខាងក្នុងណាអញ្ចឹងគឺយើងត្រូវលាងជាមួយនឹងទឹកសមុទ្រហ្នឹងឲ្យស្អាតទៅហើយយើងត្រូវដាក់វាចូលធុងយើងដាក់ត្រាំជាមួយនឹងត្រាំទឹកសមុទ្រវាហ្នឹងចោលមួយយប់ពីរយប់ដើម្បីឲ្យវាខ្ជាក់ដីចេញឲ្យអស់យើងធ្វើមកហូបទៅវាអត់មានដីនៅក្នុងហ្នឹងអញ្ចឹងណាហើយកន្លែងនេះមិនដឹងគាត់ស្អីទេរត់ទៅក្នុងឡងបងថ្លៃគាត់ស្រែកហៅថាឲ្យយកធុងហ្នឹងទៅដួសទឹកមកស្រែកអត់លឺស្ដាប់អត់លឺទេញ៉ៃពេកអញ្ចឹងគាត់ថាញ៉ៃពេកអញ្ចឹងទៅគាត់យកធុងនឹងយកទៅឲ្យខ្ញុំសម្រាប់ខ្ញុំខ្ជិលថាយកធុងនឹងទៅចាឃើញមនុស្សជាអៀតច្រើនអញ្ចឹងខ្ញុំចង់យកផ្តិលហ្នឹងទោះទឹកនឹងយកចេញមកអញ្ចឹងកុំឲ្យទើសតែងគេអញ្ចឹងណាប៉ុន្តែមានណាចុងក្រោយបងថ្លៃខ្ញុំគាត់យកធុងនឹងទៅឲ្យដាក់នៅក្នុងនឹងទៅដែរមើលបងគេទៅច្រើនគ្នាគឺគេបានច្រើនសម្រាប់ខ្ញុំទៅតែ2នាក់កូនអញ្ចឹងវាបានតិចជាងគេមើលគេបាន2កធរ2កញ្ឆែងហ្នឹងអញ្ចឹងគេទៅសមាជិកដូចថាមានឪពុកម្ដាយ2នាក់កូន2នាក់អញ្ចឹងទៅគេបាន4យួរអញ្ចឹងគឺគេបានច្រើនតាអញ្ចឹងសម្រាប់បងដែលគាត់ចូលចិត្តជាមួយនឹងវីដេអូចង់មើលអីវីដេអូផ្លេចបងណាកុំភ្លេចតាមដានហើយបងអាចចូលទៅក្នុង Subscribe ទៅក្នុង YouTube របស់ខ្ញុំក៏បានដែរណាបងណាអញ្ចឹងខ្ញុំថតសកម្មភាពក្រោយៗថ្មីទៀតពីដើរលេងឬក៏ចាប់អីផ្សេងអញ្ចឹងណាបងអរគុណច្រើនជម្រាបលាសម្រាប់ការទស្សនាបាយបាយ
수아, 수아, 가자.